តាមពិតទៅការធ្វើទឹកត្រីគឺងាយស្រួលមែនតើលឿនហើយឆាប់បានញ៉ាំទៀតឲ្យតែបងប្អូនមានប្រហុកទោះបីជាទឹកប្រហុកក៏ដោយសាច់ប្រហុកក៏ដោយគឺអាចធ្វើបានទាំងអស់ហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបធ្វើទឹកប្រហុករបស់នាងខ្ញុំសម្រាប់ញ៉ាំនៅផ្ទះខ្លួនឯងបងប្អូនយើងធ្វើញ៉ាំបែបនេះគឺឈ្ងុយឆ្ងាញ់មែនតើហើយសុខភាពដឹងតែធម្មជាតិ100%ទាំងស្អាតទាំងអនាម័យទាំងរសជាតិឆ្ងាញ់ហើយទាំងដែលធ្វើដោយមានគុណភាពទៀតផងហើយគ្រឿងផ្សំគោលរបស់យើងនឹងគឺបងប្អូនគឺត្រូវការទឹករបស់ទឹកប្រហុកនេះគឺជាទឹកដែលយើងធ្វើប្រហុកហើយវាចេញពីប្រហុកមកអញ្ចឹងយើងយកទឹកហ្នឹងយកទៅហាលថ្ងៃទុកដូចជា3-4ខែហើយប្រហុកបាក់ក្មេករបស់ខ្ញុំគាត់ធ្វើរាល់តែឆ្នាំបងប្អូនធ្វើច្រើនណាស់ចែកកូនចៅយកទៅញ៉ាំអញ្ចឹងទៅអត់ដែលទិញប្រហុកគេញ៉ាំទេហើយនៅសល់ទឹកប្រហុកនេះក៏តែងតែធ្វើទឹកត្រីហ្នឹងសម្រាប់ចែកកូនចៅញ៉ាំរាល់តែឆ្នាំដែរប៉ុន្តែរាល់ដងគាត់ជាអ្នកធ្វើឲ្យតែឆ្នាំនេះខ្ញុំគិតថាខ្ញុំនឹងសាកល្បងធ្វើញ៉ាំដោយខ្លួនឯងហើយគ្រឿងផ្សំរបស់យើងនឹងគឺងាយណាបងប្អូនមានតែទឹកប្រហុកហ្នឹងហើយស្ករស្ករអំពៅខ្ទឹមសនិងសបកខ្ទឹមសបន្តិចបន្តួចហើយឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាវិធីធ្វើហ្នឹងក៏កាន់តែងាយទៀតបងប្អូនអត់ជាស្មុគស្មាញទេគ្រាន់តែថាវាមានក្លិនមានអីបន្តិចបន្តួចឥឡូវយើងដាក់ឆ្នាំងឲ្យក្តៅមកយើងដាក់ស្ករកូរវាឲ្យឡើងឈ្ងុយបន្តិចហើយក៏ចាក់សបកខ្ទឹមសជាមួយនឹងខ្ទឹមសប្រហែលជា3-4កំពឹសហ្នឹងណាចូលកូរវាឲ្យឡើងឈ្ងុយជាមួយគ្នាទឹកប្រហុកដែលខ្ញុំប្រើនេះគឺមានចំនួន1លីត្របងប្អូនហើយយើងក៏ត្រូវការទឹកជាចំនួនកន្លះលីត្រដែរយើងកូរវាឲ្យឡើងឈ្ងុយចឹងទៅហើយម្នាស់វិញយើងលាងទឹកវាឲ្យស្អាតឲ្យអស់ស្មោចអស់អីបងប្អូនជាទូទៅស្មោចគឺនៅតាមភ្នែកម្នាស់អញ្ចឹងបងប្អូនត្រូវសម្អាតវាស្អាតហើយបន្ទាប់មកយើងកាត់វាជាកង់មិនចាំបាច់ចិត្តស្ពកចេញទេចិត្តវាជាកង់បែបនេះហើយចាក់វាចូលទៅក្នុងស្ករដែលយើងបានកូរមកហ្នឹងកូរវាឲ្យឡើងឈ្ងុយម្នាស់ហ្នឹងសិនហើយយើងត្រូវប្រយ័ត្នដែរកុំឲ្យវាខ្លោចស្ករបងប្អូនប្រើភ្លើងតិចបានហើយបន្ទាប់មកយើងចាក់ទឹកប្រហុកហ្នឹងចូលទឹកប្រហុកនេះមានចំនួន1លីត្រដូចខ្ញុំបានជម្រាបមិញអញ្ចឹងបន្ទាប់មកចាក់ទឹកធម្មតារបស់យើងនឹងចូលកន្លះលីត្រដើម្បីរងាស់វាហើយក៏ដាក់ប៊ីចេងចំនួន1ស្លាបព្រាបាយផងដែររួចហើយដាក់អំពៅចូលយើងដាក់របៀបនេះហើយយើងក៏គ្របវាទុករងចាំឲ្យវាពុះហើយយើងបើកគម្របវាផងបងប្អូនខ្ញុំភ្លេចបើកគម្របវាដល់ភ្លេចបង្ហើបគម្របវាដល់ពេលវាពុះមកវាផុលប្រឡាក់ឆ្នាំងអស់លីងហើយយើងរងាស់វាប្រហែលជាខ្ទង់20 ទៅ 30 នាទីអីសិនណាចាំមើលតែវារៀងផុយម្នាស់អីសិនទៅចាំយើងលើកម្នាស់ហ្នឹងចេញហើយបើសិនជាម្នាស់ហ្នឹងវាមាននៅជាប់ទឹកប្រហុកច្រើនណាយើងអាចយកម្នាស់ហ្នឹងនិងអំពៅហ្នឹងបងប្អូនយកទៅចាក់លាងកលែងជាមួយទឹកហើយយកទឹកវាហ្នឹងយកមកចាក់ចូលនៅក្នុងទឹកប្រហុកយើងវិញដើម្បីដាំបន្តទៀតក៏បានដែរបងប្អូនព្រោះយើងត្រូវងាស់បន្តទៀតប្រហែលជាកន្លះម៉ោងអីទៀតទៅឲ្យម្នាស់ឲ្យទឹកប្រហុកយើងនឹងស្រកនៅសល់ប្រហែលជា2លីត្រដែលជាទឹកប្រហុកដើមរបស់យើងនឹងឯងហើយបន្ទាប់ពីយើងរងាស់វារួចរាល់ហើយហ្នឹងយើងទុកវាឲ្យត្រជាក់100%បងប្អូនយើងយកស្បៃមួយដែលស្អាតឬមួយក៏ជាកណាត់របៀបនេះក៏ល្អដែរដោយសារតែវារៀងសាច់វាចិត្តល្អណាវាមិនសូវចេញកំទេចកំទីច្រើនអញ្ចឹងយើងបត់វាឲ្យបានជា4ជាន់អីចឹងទៅដើម្បីច្រោះវាឃើញទឹកប្រហុកយើងហ្នឹងថ្លាល្អនៅពេលនេះទឹកត្រីហ្នឹងគឺចុះត្រជាក់100%ហើយខ្ញុំប្រើជាមួយនឹងក្រណាត់ស្អាតដែរស្ងួតជាមួយនឹងកញ្ច្រែងដែលខ្ញុំដាក់ត្រងនេះក៏ស្ងួតហើយជាមួយនឹងចានដែកឬមួយក៏ធន់នៅពីក្រោមហ្នឹងកលឿឬមួយក៏កឡកែវអីពីក្រោមដែលខ្ញុំត្រងហ្នឹងក៏ត្រូវតែស្ងួតដូចគ្នាបងប្អូនត្រូវតែស្ងួត100%ហើយយើងត្រូវតែមានអនាម័យដែរយកវាមកចាក់ត្រងវាហើយចាក់យឺតបានហើយយើងចាក់យឺតតាមដំណើរយើងកុំយកស្លាបព្រាឬវែកយកទៅកូរវាឲ្យសោះគឺយើងចាក់វាយឺតតាមដំណើរហើយទុកឲ្យវាស្រក់បន្តិចចឹងវ៉នឲ្យវាស្រក់អស់ដោយខ្លួនឯងបន្ទាប់មកយើងក៏ចាក់ទឹកដែលយើងច្រោះហើយហ្នឹងចាក់ចូលក្នុងស្បៃនឹងម្ដងទៀតចម្រោះវាម្ដងទៀតយើងចម្រោះវា2ដងទៅបានទឹកវាថ្លាល្អបងប្អូនបញ្ជាក់យើងត្រូវចម្រោះវា2ដងទៅបានទឹកថ្លាល្អអញ្ចឹងបន្ទាប់ពីចម្រោះរួចរាល់អស់ហើយហ្នឹងគឺយើងទទួលបានទឹកត្រីមួយដ៏ឈ្ងុយឆ្ងាញ់មែនតើនិយាយពីថាក្លិនវិញបងប្អូនជះឡើងទៅដល់ថាអេលៀនឯណោះនិយាយទៅក្លិនទឹកត្រីឈ្ងុយឆ្ងាញ់ហើយពណ៌វិញក៏ល្អដែរបងប្អូនជួយចុច Subscribe YouTube Channel របស់នាងខ្ញុំផងដើម្បីទទួលបានវីដេអូធ្វើម្ហូបនិងវិធីចែករំលែកទាក់ទងនឹងម្ហូបលើក្រោយទៀត
ហើយពេលនេះទឹកត្រីរបស់យើងគឺបានរួចរាល់100%ហើយនៅពេលដែលរួចរាល់បែបនេះបងប្អូនអាចយកវាទៅច្រកជាមួយនឹងកន្លកែវឬមួយក៏ជាដបអីចឹងទៅដើម្បីរក្សាទុកសម្រាប់ងាយស្រួលក្នុងការដួសដាក់ធ្វើម្ហូបទុកប្រើប្រាស់នៅពេលយើងស្លុកអីអញ្ចឹងណាពេលដែលយើងធ្វើទឹកត្រីខ្លួនឯងអញ្ចឹងបងប្អូនថាញ៉ាំថ្នឹកមាត់មែនតានហើយឈ្ងុយឆ្ងាញ់ខ្លាំងណាស់ក្រោយពីយើងធ្វើវាចេញជាទឹកត្រីបែបនេះហើយបងប្អូនអាចចាក់វាដាក់កន្លដាក់ដបកែវហើយយកវាទៅដាក់ហាលថ្ងៃទៀតក៏កាន់តែល្អដែរដើម្បីឲ្យវាងុំឆ្ងាញ់ណាយើងហាលថ្ងៃវាប្រហែលជាមួយទឹកពីរទៅបងប្អូនកុំប្រើដបជ័រអីបើសិនយើងយកទៅហាលថ្ងៃហាលអីរបស់ញ៉ាំភាគច្រើនគួរតែជៀសវាងរបស់ជ័រទៅកុំឲ្យវាចេញជាតិគីមីពីជ័រហ្នឹងណាជៀសវាងបានយើងក៏ជៀសវាងនៅវីដេអូលើក្រោយនឹងខ្ញុំនឹងចែករំលែកអំពីការធ្វើទឹកត្រីដោយមិនចាំបាច់មានទឹករបស់ទឹកប្រហុកឯងបងប្អូនគឺរឹតតែងាយទៀតហើយអញ្ចឹងយើងមិនចាំបាច់គិតថាបើខ្ញុំអត់មានទឹករបស់ទឹកប្រហុកផងធ្វើមិនអាចធ្វើទឹកត្រីញ៉ាំបានទៅបងប្អូនកុំភ័យវីដេអូក្រោយខ្ញុំនឹងចែករំលែកពីរបៀបធ្វើគឺងាយខ្លាំងណាស់អរគុណបងប្អូនដែលបានមើលវីដេអូរបស់នាងខ្ញុំពីដើមដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ